បងសំវីដេអូបដោះស្ពៃតឿមួយមកបងចាវិសួរសួស្ដីបងប្អូនអរគ្នាដែលសាមានបងប្អូនក៏ឆាតសួរខ្ញុំច្រើនអំពីរបៀបនៃការបដោះពពួកស្ពៃដូចជាស្ពៃតឿស្ពៃកញ្ញាញអីអញ្ចឹងណាខ្ញុំជូនតាមសំណើអំពីរបៀបនៃការបដោះស្ពៃតឿដោយសារស្ពៃតឿនេះគឺខ្ញុំធ្លាប់បង្ហាញជូនបងប្អូនរួចម្ដងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញទៅលក្ខណៈលឿនជូនបងប្អូនមហោសាយខតាំងពីពេលបដោះខប់រហូតដល់ពេលយើងប្រមូលផលមកបងប្អូនទៅរៀនជាមួយខ្ញុំទាំងអស់គ្នាចាជាដំបូងគឺបងប្អូនមានថាតូចមួយមកមានកระดาษជូតមាត់ស្ប្រេទៅឲ្យបាន30នៅกระดาษជូតមាត់ហ្នឹងបន្ទាប់មកគឺយើងកាត់កញ្ចប់គ្រាប់ពូជរបស់យើងហើយយើងរេគ្រាប់ពូជរបស់យើងលើกระดาษ30ហ្នឹងណាបងប្អូនយើងទាញกระดาษ30របស់យើងបានហឹបបន្តិចយើងធ្វើការប្រេឲ្យគ្រាប់ពូជរបស់យើងបានដាច់ពីគ្នាតមកទៀតគឺយើងធ្វើការ spray ទឹកលើគ្រាប់ពូជហ្នឹងហើយយកប្រអប់មកបិទពីលើដាក់ label ចំណាំថាយើងបដគ្រាប់ពូជស្ពៃតឿហើយយកវាទៅទុកនៅក្នុងផ្ទះរបស់យើងកន្លែងងងឹតចាឡងពេលដែលបងប្អូនទុកដាក់គ្រាប់ពូជរបស់យើងត្រូវប្រយ័ត្នប្រយែងដែរចាវាមានសុវត្ថិភាពកុំឲ្យមានកណ្ដៅអីស៊ីអញ្ចឹងណាបងប្អូនតពី24ម៉ោងក្រោយមកយើងបើកប្រអប់គ្រាប់ពូជរបស់យើងមើលគឺថាគេដោះប្រឡងចេញមកល្អខ្លាំងមែនទែនថ្ងៃនេះគឺយើងអាចនិយាយបានថាដំណោះគ្រាប់ពូជរបស់យើងស្ពៃតឿរបស់យើងហ្នឹងគឺមានអាយុ1ថ្ងៃហើយបងប្អូនបងប្អូនអញ្ចឹងសម្រាប់គ្រាប់ពូជនេះគឺខ្ញុំបន្តបុកឆ្វ័យចា baby បុកឆ្វ័យដូចនៅក្នុងកញ្ចប់តែបងប្អូនឃើញក្នុងវីដេអូនេះអញ្ចឹងហើយដំណប់របស់គេគឺយើងទុក24ម៉ោងនៅក្នុងផ្ទះរបស់យើងកន្លែងងងឹតចាគឺគេដោះចេញប្រឡងបានល្អខ្លាំងមែនតើហើយសម្រាប់គ្រាប់ពូជចាបងប្អូនត្រូវការអាចឆាតចុះពេកបានណាបងប្អូនខ្ញុំមានលក់ហើយក៏មានតម្លៃ promotion ជូនបងប្អូនដែរអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងនឹងចាប់គ្រាប់ពូជរបស់យើង baby box choy របស់យើងនេះចូលទៅដាក់លើអីប៉ងហើយបងប្អូនតោះអញ្ចឹងទៅតាមដានទស្សនាជាមួយខ្ញុំចាបងប្អូនមានថាសមួយមកចាថាហ្នឹងគឺយើងដាក់អីប៉ងចូលហើយយើងចាក់ទឹកឲ្យបានសើមចូលនៅលើអីប៉ងហ្នឹងណាបងប្អូនចំពោះអីប៉ងនេះគឺខ្ញុំមានលក់បងប្អូនត្រូវការឆាតចុះពេកបានណាបងប្អូនហើយអញ្ចឹងយើងកលេបមកមើលអីប៉ងរបស់យើងចាក់ទឹកឲ្យបានពេញជោគនៅក្នុងថាសហ្នឹងទៅធ្វើការសកត់ដើម្បីឲ្យអីប៉ងរបស់យើងនោះវាបានជក់ទឹកល្អតមកយើងចាប់ផ្ដើមរើសគ្រាប់ពូជដែលដោះចេញប្រឡងមកល្អចាប់វាដាក់លើអីប៉ងមួយគ្រាប់ចឹងមកបងប្អូនអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូននៅពេលដែលបងប្អូនចាប់គ្រាប់ពូជមួយគ្រាប់បងប្អូនយកអាប្រឡងដែលដោះចេញពីគ្រាប់ពូជហ្នឹងដាក់ចូលទៅខាងក្នុងនៃប្រឡោះអីប៉ងមួយហ្នឹងណាបងប្អូនចាអញ្ចឹងគឺថាយើងបន្តចាប់រហូតតតាពេញចំនួនអេប៉ងដែលយើងចង់បន្តមកបងប្អូនចានិយាយទៅគឺថាត្រូវការអត់ធ្មត់ដែរចាក្នុងការចាប់វាអញ្ចឹងបងប្អូននេះគឺយើងចាប់បានពេញលើអេប៉ងរបស់យើងហើយច្រើនដែរណាបងប្អូនជួយឡាកប់ជួយលើកវាឡើងតិចកុំឲ្យវាកប់ពេកវាដុសចេញមករួចទេចាអញ្ចឹងបងប្អូនបន្ទាប់ពីយើងចាប់វាដាក់លើអីប៉ុងហើយយើងត្រូវពិនិត្យមើលថាបើសិនជាគ្រាប់ពូជណាដែលវាកប់ខ្លាំងចូលទៅក្នុងប្រឡោះនៃអីប៉ុងរបស់យើងគឺថាយើងត្រូវការទាញវាឡើងលើបន្តិចមកបងប្អូនដើម្បីឲ្យវាអាចដោះចេញបានណាបើវាកប់ខ្លាំងពេកគឺវាអាចដោះចេញមកខាងលើបាននេះបងប្អូនដាក់ចូលក្នុងប្រឡោះអេប៉ុងរួចរាល់ហើយគឺយើងអាចចាក់ទឹកបានពាក់កណ្ដាលអេប៉ុងហ្នឹងណាបងប្អូនហើយយើងយកវាទៅទុកនៅក្នុងផ្ទះរបស់យើងចាកន្លែងងងឹតហ្នឹងរយៈពេល24ម៉ោងទៀតហើយយើងដាក់ label ចំណាំទៅបងប្អូនដើម្បីយើងដឹងថាយើងនឹងបន្តគ្រាប់ពូជស្ពៃតឿហ្នឹងនៅពេលណាអីពេលណីងាយស្រួលយើងតាមដានការវិវត្តរបស់គេនៅពេលក្រោយអញ្ចឹងគឺយើងលើកគ្រាប់ពូជនេះទៅដាក់ចូលនៅក្នុងរបស់យើងកន្លែងងងឹតទុកវា24ម៉ោងទៀតណាបងប្អូនកន្លែងមានសុវត្ថិភាពបងប្អូនកុំឲ្យកណ្ដោកុំឲ្យខ្យងស៊ីណាបងប្អូនចាអញ្ចឹង24ម៉ោងក្រោយគឺស្មើនឹងថ្ងៃទី2នៃអាយុដំណោះស្ពៃតឿរបស់យើងហ្នឹងបងប្អូនអាចមើលបានជាក់ស្ដែងថាដំណោះស្ពៃតឿរបស់យើងនេះនៅអាយុ2ថ្ងៃយើងអាចនិយាយបានថានៅអាយុ2ថ្ងៃគឺគេដោះបានប៉ុណ្ណេះគឺល្អខ្លាំងមែនតើបងប្អូនចេញប្រឡងមកពេចគឺស្អាតហើយល្អហើយមានសុខភាពល្អរឹងមាំខ្លាំងមែនតើអញ្ចឹងបងប្អូនអាចមើលរបៀបនៃការបដោះគ្រាប់ពូជនៅក្នុងវីដេអូនេះបាន follow តាមវីដេអូរបស់ខ្ញុំបងប្អូននឹងរៀនបានអំពីការបដោះគ្រាប់ពូជបានល្អមានដំណោះចេញមកសុខភាពល្អហើយរឹងមាំណាបងប្អូនអញ្ចឹងកលេចមកមើលដំណោះនៃកូនស្ពៃតឿរបស់ខ្ញុំក្នុងថ្ងៃទី2នេះគឺយើងត្រូវឆែកមើលទឹកដែលនៅក្នុងថាសចាធ្វើយ៉ាងណាឲ្យទឹកហ្នឹងគឺនៅពាក់កណ្ដាលអេប៉ុងជាប់រហូតណាបងប្អូនហើយនៅក្នុងថ្ងៃទី2នេះផងដែរបន្ទាប់ពីយើងចាក់ទឹកឲ្យបានពាក់កណ្ដាលអេប៉ុងហើយគឺយើងយកគ្រាប់ពូជកូនដំណោះស្ពៃតឿរបស់យើងទៅដាក់នៅក្នុងរោងសំណាញ់ហើយបងប្អូនដើម្បីឲ្យគេត្រូវពន្លឺថ្ងៃឯក្នុងអំឡុងកូនស្ពៃតឿឬក៏កូនដំណោះរបស់យើងចានៅតូចអញ្ចឹងគឺពន្លឺថ្ងៃគឺសំខាន់បំផុតណាបងប្អូនប៉ុន្តែអត់ត្រូវការថ្ងៃក្តៅខ្លាំងទេត្រូវការតែត្រឹមទៅបានហើយដូចខ្ញុំតែងតែបង្ហាញជូនបងប្អូនអញ្ចឹងនៅពេលដែលខ្ញុំត្រូវឲ្យកូនដំណោះរបស់ខ្ញុំត្រូវពន្លឺថ្ងៃតិចគឺខ្ញុំដាក់ចូលនៅក្នុងរោងសំណាញ់ណាបងប្អូនអញ្ចឹងបងប្អូនអត់មានរោងសំណាញ់អីទេបងប្អូនអាចដាក់បាំងស្បៃពីលើទៅដើម្បីជួយកាត់ពន្លឺថ្ងៃបានមួយចំនួនណាកុំឲ្យវាត្រូវពន្លឺថ្ងៃក្តៅខ្លាំងពេកតែអញ្ចឹងឥឡូវចូលមកដល់ថ្ងៃទី3ចាបងប្អូនអាចមើលឃើញចាក់ស្ដែងកូនដំណោះស្ពៃតឿរបស់ខ្ញុំគឺដុះមកល្អខ្លាំងមែនតើបងប្អូននិយាយទៅគឺខ្ញុំស្រឡាញ់កូនស្ពៃតឿនឹងខ្លាំងណាតែបដោះចេញមកគឺគេដុះចេញមកស្លឹកកប៉ាងទូចខ្ជូតហើយដើមរបស់គេគឺរឹងមាំល្អខ្លាំងមែនតើ
đo chanh máu ban lọ khla mình tên mong trà vậy bị tha đi đo máu là trăng trăng phăng phăng sát hay ở chanh slappy chả ông bốn mơ khơi đầm nâu ní cứ đang ngày tha ca bắt đầu ní cứ lọ để sai ti muối cái kê ở đo máu cứ trăng trăng lọ ti pí cứ kê ở miền đọ co đôi cọc tè ông ổn cứ tha cái đo máu cứ mà sát mong riêng cái mà sát mà mỏng mà lọ mỏng á anh ấy cứ dương ai vậy ban thá cứ chia đồng nó đài lòi một ồn chấn dương bật tó túc côn spider bao nhiêu ní nơi nón râu sầm nặng bật to tiết chả hay bông ổn trăm rong chám tôi ná ca update nơi video bật to tiết tha tá nơi video cài tiết nước ta khiêm nâng phơi dạng mấy chồng púa đồng nó nấy côn spider bao nhiêu đi vậy chỉ rùm máu cứ tha cái đau ban lọ mình tèn bông ổn đi trăng trăng sát phăng mỏng á bông ổn này vẫn sẽ mẹ video bật tập tiết nhom nắng ập đại bông ổn tha ta dương thời phơi vậy bật tiết tên lỡ đầm nó nấy côn spider bao nhiêu chẳng bông ổn chấm rong chấm tôi ná nơi video cài tiết cứ chiên cho đó ngày tí bốn này đầm nó côn spider là bọc nhau bông ổn ảnh mới khơi chặt đàn cứ cái đau máu lọ khang mình tèn sặc là bọc kế cứ chập đam loa máu cặp bang thông chủng muốn hai đam là bọc kế có chập đam đau máu vây vé hai răng mồm trong môn đài mông phồn lạnh khăng màu mờ cái đau mau trăng lõ mông phồn hay đồng đầu ní cứ mi sọc hiệp lõ trâu phần lửa ngày cục cron đau mau lõ khăn mình tèn vì admin đọ co về được cọc cái nào mông phồn vì tới là việc đi cao bắt crop bối nằm pe đại cái nơi tôi chẳng á phần lửa ngày cha là cứ sầm khăn và sân chia phần lửa ngày cục cron té đau máu cứ vàng tay sầm nằm baby bọc cho bao nhóm đồng đầu ní cứ đau máu lọ khăn mình tay mông phồn chu trăng hay là cái chanh slappy ấy hai cái đo pe đại dương trứ đã châu cho mùi nâng ở tắc chí làm bậy sam to đến nó mông phồn sam to cho mùi tắc chí nơi pe đại côn spider dục bàn buôn thứ ngày cứ chỉ pe về lọ nông cáp sam to mùi tắc chí nó mông phồn tầm mơ cho mùi nhom to tiền chất dẹp tắc chí ní cái nhom pra tắc chí á mùi xay châu từ không tận 10 lít to pe đã châu hết cái cô về sắm mông phồn chả tạm một cái dương prá tắc chi bề chả môn nông prá cứ cật lộc ông bốn cứ nhom tay ta phải chẹt phải ông bốn chả tầng tắc chi a tầng tắc chi bé môn prá cứ cật lộc khné hay dương bom vô sảng tham mấy mà ông bốn dùng bom mua xe hay chạy cho nông tắc đi một lịch khné ông bốn cô về sọt máu chả tạm mất cái dương dụng upaco vào xe nâng upaco vào pe hạt chanh máu vào xe một dần vào xe một á chị hai chạm tiết nó ở xe thử speed từ ở xe mode ra ní mode speed này nhé miền speed tới ppm ấy ở xe picture nhưng qua chỉ ở xe khi nhưng mà zone chuẩn báo xịt từ nằm vô slug ok chập bị zone chuẩn bầm muối từ đó zone chuẩn váy cứ ok chân mũi cc cứ lầm móm xịt và đọc qua bụi ok bay hàng rồi bay hàng tăng chạy mờปัจจุบันนี้ไปหาตักลางปูฮะตักรอดยังลางคลั่งเหมือนกันปลาจดปลาเจียงกลายคล้ายดอมไปอ่ะอันลางเราดอยผมปลาจดแผมอ่ะลางปูคลั่งเหมือนกันมองโอนยังปลาจดแผมยังแต่ละไปฮะแต่ละไปฮะยังอันนี้ไอ้นี่ให้ยังพานิตริตสิทธิ์เนี่ยไปฮะดาวนิตริตอะซิดนั่งสู่ทางสวัสดิภาพอดคือเวียสวัสดิภาพปีปูไอ้เวียจีอะซิดในที่เลี้ยหาวิเก็บเผาตู้เต้นในเรือปีพบโลกสำหรับกบปูตะน้ำไฮโดรโปนิกคือสำหรับประจอบไปฮะนะวิอัดปะปอสกับเพียไปจังอะซิดนิตริตนี่ยังมีนลวกหายังเลี้ยหาสะอาดเอาให้ยังรอตัวเผาบานจังยังดักกำรัดวิอัดเจาะเลยไอ้นะยังดักติ๊กมาในอัดดอมมาเซ่ป่วยตักยังมาเล็ดให้ไปหายังทำไปจึงยังดักติ๊กบำพดở đó mà xe phòng phải dừng check mưaไปหาđã chở như bánh há nữa vì mình pa po sọc phía bên tay bờ sân dương phở lơ cầm rất á vì ai pa po phải vì ai thừa ai rương tận nằm dương là lùi chứng bây giờ đã cho hai dương cô với sân cô với tục hai chi bằng tiên đi sân á chăm dương qua pe há đòn tiền chà dương ai qua pe há máu pe há tròn em cho buồn em cho buồn bởi quặp pú chứ em cho vậy là hốt đo của mũi cho pí ok lọ rèn nữa em cho buồn ok cái dẹp tắc chí cứ nhâm lên môn năng này ai một ổn tàn trắng tàn đán tôi sẽ cho mọi nhóm bắt đầu tiếp pika để mọi nhóm xăm tắc chí cho được mùi nướng baby bọc xoay vào nhóm này
ចាបងប្អូនអញ្ចឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនដែរសម្រាប់ការបដខពូជនៅពេលដែលយើងបដយើងប្រើរយៈពេលថ្ងៃប្រហាក់ប្រហែលដោយសារតែការបដគឺវាខុសៗគ្នាទៅតាមប្រភេទដំណាំក៏ដូចជាខុសៗគ្នាទៅតាមតំបន់ដែលបងប្អូនរស់នៅដូច្នេះហើយគ្រប់វីដេអូដែលខ្ញុំបានបណ្ដុះគ្រាប់ពូជស្ទើរតែគ្រប់វីដេអូដែលខ្ញុំប្រើពាក្យប្រហាក់ប្រហែលគឺមានន័យថាចន្លោះពី4ថ្ងៃទៅ6 7ថ្ងៃគឺយើងអាចមើលឃើញថាក្របពូជដំឡោះរបស់យើងនេះគឺវាអាចដុះចេញមកស្លឹកពីល្អៗកប៉ាងចេះអញ្ចឹងសម្រាប់ក្របពូជ baby box choy របស់ខ្ញុំនេះរយៈពេលដែលគេដោះចេញស្លឹកពីល្អកប៉ាងនេះត្រឹមតែ4ថ្ងៃឯងបងប្អូនអញ្ចឹងយើងអាចឃើញថាដំណោះនៃស្លឹករបស់គេគឺដោះចេញមកល្អកប៉ាងបែបនេះគឺយើងអាចបន្តផ្សំជាមួយនឹងទឹក GAB បានហើយអញ្ចឹងខ្ញុំសូមជម្រាបបញ្ជាក់ទៅបងប្អូនថាការបន្តគ្រាប់ពូជនីមួយៗគឺអាចខុសគ្នាទៅតាមប្រភេទតំបន់ដែលបងប្អូនរស់នៅហើយក៏អាចខុសគ្នាទៅតាមប្រភេទដំណាំដែលបងប្អូនបន្តដែរដូច្នេះគឺខ្ញុំប្រើពាក្យប្រហាក់ប្រហែលគឺវាអាចចន្លោះចាប្រហែល4ថ្ងៃ5ថ្ងៃ6ថ្ងៃឬក៏7ថ្ងៃអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងចាមើលជាក់ស្ដែងទៅលើដំណាំរបស់យើងអញ្ចឹងនៅពេលដែលយើងបណ្ដោះទៅហើយយើងឃើញថាគេដោះស្លឹកមកចេញពីកប៉ាងចេះវាដោះមកលឿនអញ្ចឹងយើងអាចធ្វើការផ្សាំបន្តបានហើយប៉ុន្តែឧទាហរណ៍ថាយើងបណ្ដោះទៅគ្រាប់ពូជខ្លះវាដោះមកអត់បានទាន់ល្អឯងវា4ថ្ងៃហើយ5ថ្ងៃហើយប៉ុន្តែវាអត់ទាន់ដោះចេញស្លឹកល្អឯងអញ្ចឹងយើងអាចបន្តដាក់6ថ្ងៃ7ថ្ងៃ8ថ្ងៃទៀតទៅដើម្បីឲ្យគេដោះចេញមកស្លឹកល្អហើយយើងអាចបន្តជាមួយនឹងការដាក់ផ្សំបានអញ្ចឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនថាពាក្យដែលខ្ញុំប្រើថាប្រហាក់ប្រហែលគឺក្នុងន័យដែលខ្ញុំចង់បង្ហាញថាគឺចន្លោះថ្ងៃចាថ្ងៃទី4ថ្ងៃទី5ទី6ទី7ទី8អញ្ចឹងក្នុងចន្លោះពេលហ្នឹងគឺយើងអាចតាមដានមើលក្របពូជរបស់យើងបានជារឿយៗទៅដើម្បីឲ្យយើងដឹងអំពីដំណោះរបស់គេហើយយើងអាចចាប់ផ្ដើមផ្សំបន្តជាមួយនឹងទឹកជីអញ្ចឹងឥឡូវនិយាយជារួមមកត្រឡប់មកមើលជាមួយនឹង baby box choy របស់ខ្ញុំវិញគឺឥឡូវគេមានអាយុ4ថ្ងៃហើយដំណោះគឺល្អខ្លាំងមែនតើអញ្ចឹង4ថ្ងៃនេះគេចេញស្លឹកមកល្អអញ្ចឹងខ្ញុំអាចធ្វើការផ្សំបន្តជាមួយនឹងទឹកជី AB បានហើយបងប្អូនថាអញ្ចឹងទៅទស្សនាជាមួយខ្ញុំបន្តទៀតអូខេអញ្ចឹងជាដំបូងយើងយកទឹកធម្មតានៅក្នុងថាសហ្នឹងចាក់ចោលសិនទីតាំងស្តុកទឹកដែលពួកខ្ញុំត្រូវចាក់ចេញអំពីដំណោះរបស់ខ្ញុំគឺកន្លែងគល់ស្រកានាគរបស់ខ្ញុំហើយបងប្អូនចាក់វាឲ្យអស់មកណាបងប្អូនតែមកយើងដាក់វាចូលទៅក្នុងរោងសណ្ដែករបស់យើងហើយយើងបន្ថែមជាមួយនឹងទឹក GAB ដែលយើងបានលាយមុនហ្នឹងបងប្អូនចឹងនៅក្នុងទឹក GAB នេះគឺខ្ញុំបញ្ជាក់ប្រាប់បងប្អូនគឺខ្ញុំប្រើទឹក GA 1cc ទឹក GB 1cc ចាក់ចូលទៅក្នុងទឹក1លីត្រចាក់ទឹកឲ្យមានតែច្រើនអត់អីអត់បញ្ហាទេហ្នឹងចាពេលដែលយើងធ្វើអញ្ចឹងទៅគឺវាដោះមកវាដោះចុះក្រោមទៅគឺវាបានវែងចាអញ្ចឹងការផ្សាំបន្តនេះបងប្អូនចាំមើលវីដេអូបន្តទៀតអំពីការអាប់ដេតនៃដំណោះ baby box choy របស់ខ្ញុំនៅថ្ងៃបន្តទៀតចឹងណាបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងបងប្អូនមានចម្ងល់ឬក៏សំណួរអាចខមមិនសួរបន្តពីយើងដាក់ផ្សាជាមួយនឹងទឹកជីគឺយើងទុកគេរហូតនៅក្នុងរោងសណ្ដែកត្រូវពលឺថ្ងៃតិចទៅរហូតដល់ឥឡូវខ្ញុំមកអាប់ដេតបងប្អូនថាកូនដំណោះស្ពៃទើរបស់ខ្ញុំគឺគេមានអាយុ7ថ្ងៃគឺគេដុះបានល្អខ្លាំងមែនតើនិយាយទៅគឺថាត្រូវធៀបជាមួយនឹងទឹកជីហ្មងបងប្អូនអស់បានល្អខ្លាំងមែនតើហ្មងនេះតមកគឺយើងបន្តដាក់នៅក្នុងរោងសម្លាញ់រហូតហើយទឹកជីដែលមានក្នុងថាសគឺត្រូវតែមានពាក់កណ្ដាលអេប៉ុងរហូតណាបងប្អូនអញ្ចឹងឥឡូវគឺគេមានអាយុដល់8ថ្ងៃហើយបងប្អូននិយាយទៅនៅពេលដែលគេមានអាយុ8ថ្ងៃនេះគឺយើងឃើញការលូតលាស់របស់គេកាន់តែប្លែកកាន់តែធំស្លឹកកាន់តែកប៉ាងដើមកាន់តែដុះមកវែងមាំល្អបងប្អូនខ្យល់មកហើយសៀកគេដោះមកត្រង់ល្អហើយចាបងប្អូនអញ្ចឹងកូនស្ពៃទើរបស់ខ្ញុំគឺខ្ញុំបន្តដាក់នៅក្នុងរោងសំណាញ់ហើយទឹកជីគឺត្រូវតែមាននៅពាក់កណ្ដាលអេប៉ុងជារៀងរាល់ថ្ងៃបងប្អូនអាចឆែកមើលជារៀងរាល់ថ្ងៃបានណារងចាំដល់គេអាយុគ្រប់ក្នុងការដាក់ដាំនៅលើទឹក GAB ចាអញ្ចឹងអ្វីដែលយើងរងចាំគឺបានមកដល់ហើយនៅពេលដែលកូនស្ពៃទើរបស់យើងមានអាយុ10ថ្ងៃគឺយើងអាចដាក់ដាំគឺលើទឹក GAB បានហើយបងប្អូនចាកូនស្ពៃទើរបស់ខ្ញុំបងប្អូនដោះបានល្អខ្លាំងមែនតើហ្មងបងប្អូននិយាយទៅដំណោះកូនស្ពៃទើរបស់ខ្ញុំនេះគឺគេមានអាយុ10ថ្ងៃហើយបងប្អូនហើយបងប្អូនមើលស្លឹកគេដោះមកកប៉ាងហើយដើមគេគឺឡើងមាំល្អថ្លោហ្មងអ
ចឹងទៅនេះក៏ជាពេលវេលាដែលល្អស័ក្តិសមក្នុងការដែលយើងយក baby box choy របស់យើងនឹងទៅដាក់ដាំលើទឹកជីហើយបងប្អូនហើយនេះគឺជាក្របពូជចាក្របពូជដែលខ្ញុំបានបន្តនេះបងប្អូននេះបងប្អូនត្រូវការអាចឆាត់ចូលភ្លេចបានចំពោះក្របពូជនេះគឺខ្ញុំមានលក់ណាបងប្អូនអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមកបង្ហាញជូនបងប្អូនអំពីការយក baby box choy របស់ខ្ញុំទៅដាក់ដាំនៅលើទឹកជីចាបងប្អូនទៅតាមដានទស្សនាការដាក់ដាំជាមួយនឹងខ្ញុំទាំងអស់គ្នាចាអញ្ចឹងគឺថាយើងមានថាសមួយមកហើយយើងដាក់ទឹកធម្មតាចូលទៅក្នុងថាសហ្នឹងបងប្អូនដើម្បីផ្សើមរឹសពួកអីយើងត្រូវត្រៀមគេដើម្បីរៀបចំដាក់ដាំអញ្ចឹងទៅពេលវេលាត្រៀមរបស់យើងហ្នឹងគឺត្រូវការចាប់គេហ្នឹងដាក់ចូលកត្រងបងប្អូនចាគឺថាយើងត្រៀមហ្នឹងគឺយើងរើសកូនដំណោះណាដែលវាដុះមកល្អមានសុខភាពល្អហើយយើងចាប់អេប៉ុងចាម្ដុំហ្នឹងមកដាក់ចូលក្នុងកត្រកមួយនេះមកបងប្អូនចាចូលកត្រកមួយនេះមកហើយតាមមកយើងដាក់នៅក្នុងថាសដែលមានទឹកធម្មតានេះដើម្បីផ្សើមរឹសគេព្រោះអីក្នុងអន្លងពេលហ្នឹងត្រឹមតែយើងចាប់ហើយគឺវាយូរដែរអញ្ចឹងយើងត្រូវធ្វើយ៉ាងណាប្រកាសឲ្យថារឹសរបស់គេហ្នឹងជាប់មួយទឹករហូតឲ្យគេនៅដុះបានល្អដល់យើងដាក់វាចោលនឹងក្រៅហ្នឹងឧទាហរណ៍ថាចាប់ហើយដាក់នៅលើតុឬក៏លើថាអត់មានទឹកអីហ្នឹងគឺធ្វើឲ្យកូនរបស់យើងហ្នឹងវាអន់ហើយបងប្អូនវាអន់យើងដាំទៅក៏អត់សូវបានល្អដែរបងប្អូនធ្វើដូចពួកខ្ញុំនេះធ្វើដូចពួកខ្ញុំបង្ហាញបងប្អូនមកគឺដាក់ថាសមួយមកហើយចាក់ទឹកធម្មតាហើយចាប់កូនតំណាំរបស់យើងមួយដាក់ចូលកត្រកហើយដាក់នៅក្នុងថាសទឹកនេះមកបងប្អូនការដាំដូចគ្នាដែរយើងរើសអាណាឆ្លោះឆ្លោះនេះយកដាំអាណាឆ្លោះឆ្លោះល្អមកនេះយកឆ្លោះល្អឬវាល្អហ្នឹងបងប្អូននេះគឺជាទីតាំងដែលពួកខ្ញុំនឹងដាំ baby box choy របស់ពួកខ្ញុំអញ្ចឹងអ្វីដែលសំខាន់បំផុតចានេះគឺត្រូវការដាក់ប្រទេសអាលុយមីញ៉ូបងប្អូនដោយសារខ្ញុំបញ្ជាក់ប្រាប់បងប្អូនហើយដោយសារខែហ្នឹងគឺវាក្តៅខ្លាំងមែនតែនហ្មងណានិយាយទៅគឺក្តៅមែនតែនអញ្ចឹងត្រូវការជួយរុំប្រទេសអាលុយមីញ៉ូទប់កម្ដៅកុំឲ្យវាក្តៅខ្លាំងពេកអញ្ចឹងសម្រាប់ baby box choy របស់ខ្ញុំនេះគឺខ្ញុំដាំចំនួន3ធុងចាបងប្អូននេះពីចំធុងរួចរាល់ហើយបងអញ្ចឹងតើយើងរៀបធុងហើយយើងបូមទឹកចូលមកបងប្អូននេះហូរតាមប្រយោគរបស់យើងនឹងមកចាអញ្ចឹងនេះបងប្អូនយើងចាប់ផ្ដើមលាយទឹកជីរបស់យើងហើយចាទឹកជីអាពណ៌ក្រហមមុនប្រើត្រឡប់សពបងប្អូនចារូបមន្តយើងតែបងប្អូនខ្ញុំតែបញ្ជាក់គ្រប់វីដេអូមុនប្រើគឺថាក្លោកទឹកជីយើងឲ្យសពហើយប្រើរង្វាល់វាគឺ 80cc ចាបងប្អូនដាំស្ពៃពី 1.4 ទៅ 1.8 ចាដោយសារកម្រិតស្ពៃហ្នឹងគឺចន្លោះអឺសេរបស់គេ 1400 ទៅ 1800 អញ្ចឹងទឹកជីរបស់គេក៏ក្រៅដែរបងប្អូនចាគឺ 80cc ឬក៏ហៅថា80 ml យើងដាក់វាហើយយើងកូរវាសពទៅជាបងប្អូនអត់មានអាចយកទៅហូរទឹកនេះទេបងប្អូនចាក់ទឹកចូលទិញធំបងប្អូនចាក់ទឹកជីហើយកូរវាសពតែនេះដោយសារពួកខ្ញុំបូមទឹកដាក់បដាដាក់ទឹកជីមេបដាអញ្ចឹងអត់ទៅចំណាយពេលកូរដាក់ទឹកជីបេចូលចាក្លុកវាសពហើយចាក់ទឹកជីបេចំនួន 80cc ដូចគ្នាចាចាក់ឲ្យកូរឲ្យសពណាបងប្អូនខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតគ្រប់វីដេអូរបស់ខ្ញុំគឺខ្ញុំតែងតែប្រាប់បងប្អូនថាលបាយទឹកជី AB គឺត្រូវតែសពជាមួយនឹងទឹកឲ្យយើងដាក់ក្នុងធុងហ្នឹងបងអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកជីបានគ្រប់ធុងហើយគឺយើងធ្វើការតេស្តទឹករបស់យើងសិនចាដាក់ប្រទេសស្នោមកហើយបន្តមកយើងដាក់ចំកត្រកចាតេស្តប៉ះចានេះវាអត់ប៉ះឲ្យវាស្ទើរទឹកអញ្ចឹងយើងដាក់ទឹកថែមពីព្រោះអីយើងចង់ឲ្យទឹកប៉ះជាមួយនឹងកត្រកប៉ំចានេះវាអត់តន់ប៉ះទេអញ្ចឹងយើងត្រូវថែមទឹកបន្តិចមកដើម្បីវាបានប៉ះចាអញ្ចឹងយើងថែមទឹកធម្មតាបន្តិចមកតែប៉ុណ្្នឹងមកបានហើយប៉ះហើយនេះចាបងប្អូនឃើញគឺថាកត្រកប៉ះជាមួយនឹងទឹកឯងចាអញ្ចឹងយើងតេស្តគ្រប់ធុងមកបងប្អូនធុងផ្សេងទៅយើងតេស្តទៅណានោះវារៀងស្ទើរទឹកដែរអញ្ចឹងយើងថែមទឹកទៀតដែរទៅប៉ះហើយ
អូនចឹងឥឡូវបន្ទាប់មកយើងត្រូវការវាស់អ៊ឺសេ1500ដាំស្បៃពី1400ទៅ1800អញ្ចឹង1500ចន្លោះហ្នឹងគឺដាំបានអត់អីទេចាហ្នឹងគឺល្អហើយមកយើងវាស់pHចាpHគឺដឹងតឡើងហើយបងប្អូនដោយសារខែហ្នឹងខែក្តៅហ៎អញ្ចឹងគ្រប់ទីកន្លែងហ្នឹងទឹកហ្នឹងគឺដឹងតឡើងpHឡើងខ្ពស់មែនតើនេះដល់ 7.35 ហីបាទនេះត្រីចាអញ្ចឹងដើម្បីទម្លាក់ pH ទឹករបស់យើងមិនត្រូវមកត្រូវតាមស្តង់ដារគឺយើងប្រើអាស៊ីតនីត្រិកហើយយើងក្លុកវាសពហើយអាស៊ីតនីត្រិកគឺយើងប្រើចំនួនចា 20cc 20 25ក៏បានទម្លាក់ឲ្យវាចុះនេះប៉ុន្មានចឹងនេះ30ហ្មងដាក់30ហ្មងក៏បាននេះចឹងអូខេដាក់30ហ្មងដើម្បីឲ្យវាចុះដាក់វា30ណាហើយយើងដាក់គ្រប់ធុងណាបងប្អូនហើយរងចាំ10នាទីកូរវាអសប់ហើយរងចាំ10នាទីចាំយើងបបោះpHម្ដងទៀតចាអញ្ចឹងយើងដាក់អាស៊ីតនីត្រិតបានគ្រប់ធុងហើយយើងកូរវាអសប់ហើយយើងរងចាំ10នាទីដើម្បីឲ្យអាស៊ីតនីត្រិតរបស់យើងវាសប់ល្មួយល្បាយទឹកទីរបស់យើងក្នុងទឹកហ្នឹងហើយចាំយើងវាស់pHម្ដងទៀតបងប្អូនកូរឲ្យបានសប់គ្រប់ធុងណាបងប្អូនអញ្ចឹងបន្ទាប់ពីរងចាំចំនួន10នាទីមកគឺថាយើងមកវាស់pHម្ដងទៀតចាគឺថាpHរបស់យើងគឺចុះមកដល់6.34ចា33ទៅគឺចុះបន្តរហូតទៀតណាបងប្អូនលេខនេះណាប៉ុណ្ណឹងបានអញ្ចឹងចន្លោះហ្នឹងគឺអាចដាំបានដោយសារpH ស្តង់ដារគឺដាំចន្លោះពី 5.5 ទៅ 6.5 ឥឡូវpH ទឹករបស់ខ្ញុំគឺ 6.3 គឺអូខេបានហើយប៉ុណ្ណឹងបងប្អូនអញ្ចឹងយើងវាស់pH ឲ្យបានគ្រប់ធុងណាបងប្អូនអញ្ចឹងសម្រាប់ទឹកជីpHរបស់យើងគឺត្រឹមត្រូវតាមស្តង់ដារនៃការដាំកូនស្ពៃទឿហើយអញ្ចឹងគឺថាយើងដាក់ស្នោមកដាក់ស្នោហើយយើងយកកូនស្ពៃទឿយើងដាក់ចូលក្នុងប្រឡោះស្នោមួយហ្នឹងណាបងប្អូនបងប្អូនអញ្ចឹងការដាក់ដាំកូនស្ពៃទឿរបស់ខ្ញុំគឺបានដាំលើទឹកជីរួចរាល់ហើយបងប្អូនអាចចងស្បៃបាំងវាពីលើដើម្បីជួយទប់កម្ដៅដោយសារបងប្អូនដឹងហើយថាខែនេះគឺខែនឹងវាក្ដៅខ្លាំងមែនតើអញ្ចឹងដំណាំរបស់យើងត្រូវការបាំងទប់កម្ដៅរបស់វាបាំងស្បៃពីលើមកហើយប្រើប្រទេសអាលុយមីញ៉ូមរួមធុងជាមកដើម្បីជួយទប់កម្ដៅកុំឲ្យទឹកយើងក្ដៅខ្លាំងពេកណាអញ្ចឹងឥឡូវបន្ទាប់ពីយើងដាក់រៀបចំដាំហើយគឺយើងយកដុំថ្មឬក៏ដែកមួយមកសង្កត់លើស្នោរបស់យើងដើម្បីជួយទប់កុំឲ្យខ្យល់មកប៉ើងវាប៉ើងអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់ការដាក់ដាំកូនស្ពៃទឿរបស់ខ្ញុំចាក៏មានតែប៉ុណ្ណឹងហើយរាល់ចម្ងល់ឬក៏សំណួរផ្សេងៗបងប្អូនអាចខមមិនសួរនៅក្នុងវីដេអូនេះបានចាបងប្អូនចាវីដេអូនេះគឺមកប្រមូលផលស្ពៃទឿហើយបងប្អូនដោយសារតែស្ពៃទឿគឺងាយស្រួលដាំខ្លាំងមែនតែនហ្មងបងប្អូនដាក់ដាំលើទឹកជីនឹងដាំតែមួយដងមានថាលេជីតែមួយដងគឺរងចាំរហូតដល់ពេលយើងប្រមូលផលហ្មងរយៈពេលនៃការប្រមូលផលទៀតសោះបងប្អូនគឺលឿនខ្លាំងមែនតែនត្រឹមតែចា28ថ្ងៃហ្នឹងគឺយើងប្រមូលផលបានហើយចា28ថ្ងៃនេះគឺខ្ញុំរាប់ត្រឹមតែថ្ងៃដែលយើងដាក់ដាំលើទឹកជីណាខ្ញុំអត់រាប់ចាប់ពីយើងបដោះកូននេះដោយសារយើងបដោះកូនគឺវា10ថ្ងៃបានហើយបងប្អូនដោយឡែកបើសិនជាយើងរាប់តាំងពីថ្ងៃយើងបដោះកូនរហូតដល់ពេលយើងដាក់ដាំលើទឹកជីនឹងរហូតដល់ពេលដែលយើងនឹងទទួលបានផលនឹងចាគឺចន្លោះពីចា38ថ្ងៃ39ថ្ងៃ40ថ្ងៃនឹងឯងគឺទទួលបានផលហើយបងប្អូនចាអញ្ចឹងសិនជាបងប្អូនចង់ដាំស្ពៃទឿបានផលល្អដូចខ្ញុំចាគឺខ្ញុំមានឈុតជាពិសេសសម្រាប់ជូនបងប្អូនហ្មងឈុតធំ1ឈុតធំ2ឈុតធំ3និយាយទៅគឺជាឈុតមួយដែលតម្លៃល្អសមរម្យបងប្អូនខ្ញុំហ៊ានធានាជូនបងប្អូនថាគឺជាឈុតដែលមានតម្លៃល្អសមរម្យខ្លាំងមែនទែនហើយផលិតទៀតនោះបងប្អូនចាសម្រាប់ឈុតមួយគឺតម្លៃល្អសមរម្យហើយទឹកជីដែលដាក់ជូនបងប្អូនគឺជាទឹកជីដែលមានគុណភាពខ្ពស់បងប្អូនជី Hi-Fa ជីស្តង់ដារសម្រាប់ការដាំថ្នាំលើទឹកដែលមានគុណភាពខ្ពស់ខ្លាំងមែនតើឧបករណ៍ផ្សេងៗដូចជាអេប៉ុងដូចជាថាសដូចជាកន្ត្រកហើយនិងប្រដាប់របស់អឺសេនឹងគឺសុទ្ធសឹងតែជាសម្ភារៈដែលខ្ញុំដាក់ជូនទៅបងប្អូនមានគុណភាពល្អបងប្អូនប្រើគឺថាកាន់ឆ្នាំហ្មងដូចជាប្រដាប់របស់អឺសេចាមួយគ្រាប់គឺថាប្រើកាន់ឆ្នាំណាបងប្អូនជាបងប្អូនចង់បានឈុតយកទៅដាំស្ពៃទឿដាំតកួនឬក៏បន្លែផ្សេងៗបងប្អូនឆាតចូល page សូនាំតាក់ទងជាមួយនឹងព័ត៌មានលម្អិតខ្ញុំរីករាយនឹងការឆ្លើយជូនបង
បងប្អូនណាបងប្អូនចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកប្រមូលផលស្ពៃទឿរបស់ខ្ញុំឲ្យបងប្អូនហើយចង់បញ្ជាក់ទៅប្រាប់បងប្អូនថាទោះបីជាខែក្តៅខែភ្លៀងក៏ដោយក៏យើងនៅតែអាចដាំបន្លែហូបតាមផ្ទះខ្លួនឯងបានដែរឲ្យតែយើងចាចេះតិចនិចបច្ចេកទេសចា follow តាមវីដេអូរបស់ខ្ញុំចាមានត្រង់ណាមិនយល់មានត្រង់ណាឆ្ងល់អាចសួរនាំបានបងប្អូនខ្ញុំរីករាយក្នុងការឆ្លើយតបកុំក្រែងចិត្តអីបងប្អូនមានត្រង់ណាមិនយល់មានត្រង់ណាឆ្ងល់ចាឆាតចូល page សួរនាំខ្ញុំបានឬក៏តាមរយៈ Telegram របស់ខ្ញុំក៏បានដែរបងប្អូនខ្ញុំរីករាយក្នុងការឆ្លើយជូនបងប្អូនតែម្ដងរាល់ចម្ងល់រាល់បញ្ហាដែលបងប្អូនដាំទៅចាមិនថាទិញឈុតពីខាងខ្ញុំឬក៏បងប្អូនមានឈុតខ្លួនឯងស្រាប់ហើយដាំទៅជួបប្រទះនៅបញ្ហាត្រង់ណាគឺឆាតសួរខ្ញុំបានគ្រប់ពេលណាបងប្អូនចាបងប្អូនកន្លែងមើលស្ពៃទឿរបស់ខ្ញុំវិញចាស្ពៃទឿនេះគឺខ្ញុំដាំក្នុងរដូវកាលខែក្តៅខ្លាំងមែនតើបងប្អូននិយាយទៅនៅពេលដែលខែក្តៅយើងអាចនិយាយបានថាដំណាំរបស់យើងដាំអត់សូវបានផលល្អហើយប៉ុន្តែទោះជាយ៉ាងណាក៏យើងនៅតែអាចដាំបន្លែញ៉ាំបានកូនស្ពៃទឿចាកូនស្ពៃទឿនេះគល់វាពណ៌សបងប្អូននេះខ្ញុំមើលឲ្យបងប្អូនមើលគល់គេចាគល់ពណ៌សដូចនៅក្នុងកញ្ចប់ក្របពូជគេអញ្ចឹងណាបងប្អូនចាឥឡូវយើងដាំបានហើយយើងអាចប្រមូលផលវាបានហើយចាស្ពៃទឿរបស់ខ្ញុំគឺដល់អាយុកាលយើងត្រូវប្រមូលផលហើយស្ពៃទឿនេះគឺដាំលឿនខាងមែនតើបងប្អូនរយៈពេលដែលយើងដាំគឺត្រឹមតែ40ថ្ងៃឬក៏39ថ្ងៃគឺយើងប្រមូលផលបានហើយយើងប្រមូលផលយកកាត់យកចេះមកទៅបងប្អូនលឿននេះអូបានដកនេះឈើចេញស្ដាយចេញសិនអូឈ្ងុយអាកាន់កាត់ចេញមកឡើងឈ្ងុយហ្មងឈ្ងុយរសជាតិបន្លែ